ដោយតាមដានបន្តអំពីព្រឹត្តិការណ៍ចំនួនរវាងប្រទេសអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលដែលពេលនេះត្រូវទទួលស្គាល់ថានៅតែគួរឲ្យមានការព្រួយបារម្ភនៅឡើយដោយចុងក្រោយពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅថា UN បានចេញមុខបង្ហើបថាអាចនឹងមានការប្រើប្រាស់កងកម្លាំងដើម្បីបើកច្រកសមុទ្រហូម៉ូសឡើងវិញដោយមន្ត្រីសហរដ្ឋអាមេរិកបានបង្ហើបថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកត្រូវបានបាញ់ធ្លាក់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ហើយត្រូវបានចាប់ផ្ដើមប្រតិបត្តិការស្វែងរកភ្លាមៗផងដែរដោយយន្តហោះចម្បាំងប្រភេទនេះគឺ model F-15 ដែលមានកៅអី2ដែលធ្វើឲ្យគេជឿថា pilot ចំនួន2នាក់នៅក្នុងអំឡុងពេលកើតហេតុត្រូវបានបាត់ខ្លួនដោយរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមថាដោយពេលនេះអាចជួយសង្គ្រោះបានម្នាក់ហើយក៏ប៉ុន្តែនៅមិនទាន់ដឹងអំពីជោគវាសនារបស់ម្នាក់ទៀតនៅឡើយទេហើយធ្វើឲ្យបេសកកម្មស្វែងរកហើយនឹងជួយសង្គ្រោះនៅតែបន្តទៅមុខយ៉ាងបន្តបន្ទាប់ហើយនឹងប្រណាំងប្រជែងជាមួយនឹងពេលវេលាលទ្ធភាពដែល pilot សហរដ្ឋអាមេរិកម្នាក់នៅមានជីវិតនិងកំពុងតែលាក់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់នោះក៏បានក្លាយជាការបង្កើនភាពតានតឹងដល់ប្រទេសទាំងពីរក្រៅពីនេះវាក៏បានបង្កើតបញ្ហាប្រឈមដល់ភាគីសហរដ្ឋអាមេរិកដែលត្រូវដោះស្រាយបេសកកម្មពីរក្នុងពេលតែមួយរួមមានការជួយសង្គ្រោះសមាជិកយន្តហោះដែលប្រហែលនៅមានជីវិតនិងការការពារកងកម្លាំងទ័ពដែលចូលរួមប្រតិបត្តិការយោធាផងដែរដោយនៅពេលនេះមានរបាយការណ៍ថាទាហានរបស់សហរដ្ឋអាមេរិកបានស្លាប់ប្រហែលជា13នាក់ហើយនឹងមានអ្នករងរបួស300នាក់ផងដែរអំពីព្រឹត្តិការណ៍ចំនួនដែលកើតឡើងរវាងប្រទេសអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមចំណែកឯអភិបាលខេត្តកូជីលូយីហើយនឹងបូយើអាម៉ាតភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ក៏បានបង្ហើបថាបេសកកម្មដ៏សំខាន់បំផុតនៅពេលនេះគឺការចាប់ខ្លួន pilot របស់អាមេរិកឲ្យទាល់តែបាននៅក្នុងស្ថានភាពដែលនៅមានជីវិតដែលអ្នកណាអាចធ្វើបានឬក៏សម្លាប់កងកម្លាំងភាគីរបស់សហរដ្ឋអាមេរិកបាននិងទទួលបានការលើកដំកើងជាពិសេសផងដែរនៅក្នុងពេលជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថាក្រុមអាជីវករនៅក្នុងខេត្តបានប្រកាសដាក់ប្រាក់រង្វាន់ប្រហែល 100,000 លានតូម៉ង់សម្រាប់អ្នកណាដែលបានផ្ដល់ព័ត៌មានឬក៏រកឃើញខ្លួនអ្នកឃ្លានពានមេដឹកនាំរបស់សហរដ្ឋអាមេរិកបានធ្វើការបង្ហើបជាការគំរាមថានឹងមានការបង្កើននូវការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសអ៊ីរ៉ង់បន្ទាប់អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហ័សកន្លងទៅដែលធ្វើឲ្យស្ពានផ្លូវ highway ដ៏សំខាន់ត្រូវបានខូចខាតរបស់ប្រទេសអ៊ីរ៉ង់ដោយលោកត្រាំក៏បានសរសេរនៅក្នុងពិភពអនឡាញថាកងទ័ពរបស់សហរដ្ឋអាមេរិកដែលអស្ចារ្យហើយនឹងមានអំណាចនៅមិនទាន់ចាប់ផ្ដើមបំផ្លាញអ្វីដែលនៅសេសសល់នៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយនោះទេគោលដៅគឺស្ពានបន្ទាប់ពីនោះគឺរោងចក្រអគ្គិសនីនៅក្នុងប្រទេសអ៊ីរ៉ង់ខាងក្រសួងអគ្គិសនីហើយនឹងទឹករបស់ប្រទេសគុយវ៉ាតបានបង្ហើបថាគណៈពេលដែលភាគីទាំងពីរកំពុងតែឆ្លើយតបគ្នាទៅវិញទៅមកការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់បានតម្រង់គោលដៅទៅលើរោងចក្រផលិតទឹកសាបហើយនឹងរោងចក្រអគ្គិសនីនៅក្នុងប្រទេសគុយវ៉ាតដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលធ្វើឲ្យផ្នែកខ្លះត្រូវបានខូចខាតយ៉ាងខ្លាំងពេលនេះចាត់ទុកថាគ្រប់5សប្តាហ៍ហើយបន្ទាប់ពីចំនួនបានចាប់ផ្ដើមពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលដោយពេលនេះលោកដូណាល់ត្រាំកំពុងតែជួបសម្ពាធយ៉ាងខ្លាំងនៅក្នុងការស្វែងរកវិធីបញ្ចប់ចំនួនការចរចាតាមរយៈអន្តរការីជាមួយនឹងមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់នោះដោយត្រូវទទួលស្គាល់ថាពេលនេះនៅមិនទាន់មានវត្តភាពអ្វីនៅឡើយទេដោយអ្នកជំនាញច្បាប់អន្តរជាតិសហរដ្ឋអាមេរិកចំនួន100នាក់បានបង្ហើបថាអ្វីដែលកងទ័ពរបស់សហរដ្ឋអាមេរិកធ្វើនៅពេលនេះរួមទាំងសេចក្តីថ្លែងការណ៍មន្ត្រីជាន់ខ្ពស់បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភច្បាប់អន្តរជាតិហើយនិងសិទ្ធិមនុស្សហើយនិងច្បាប់មនុស្សធម៌អន្តរជាតិផងដែរចំណែកឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃនេះក៏បានបង្ហើបអំពីការត្រៀមលក្ខណៈនៅក្នុងការបោះឆ្នោតពាក់ព័ន្ធជាមួយនឹងការអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំងការពារដើម្បីគាំពារការពារធ្វើនាវាចរនៅក្នុងច្រកសមុទ្រហូម៉ូសនៅក្នុងតំបន់ច្រកសមុទ្រហូម៉ូសដែលតាមព័ត៌មាន UN មានសមាជិកចំនួន15ប្រទេសកំណត់នៅក្នុងការបោះឆ្នោតដែលបារាំងស្នើនៅព្រឹកថ្ងៃសុក្រក៏ប៉ុន្តែត្រូវបានពន្យាពេលសិនដោយសារតែចំពេលតែថ្ងៃ Good Friday ដែលជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិជាមួយគ្នានេះដែរសម្រាប់ការស្នើសេចក្តីសម្រេចនេះបានកើតឡើងចំពេលដែលមានភាពតានតឹងផ្នែកសន្តិសុខផ្លូវទឹកនៅក្នុងចំនួននៅក្នុងតំបន់មជ្ឈមបទាដែលធ្វើការជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មហើយនឹងធម្មពលពិភពលោកបន្ទាប់ពីច្រកសមុទ្រហូម៉ូសដែលជាផ្លូវទឹកដ៏សំខាន់នៅក្នុងការដឹកជញ្ជូនធម្មពលពិភពលោកត្រូវបានបិទស្ទើរទាំងស្រុងហើយសម្រាប់ប្រទេសបារ៉ែនដែលកាន់តំណែងជាប្រធានបដូវវេននៃក្រុមប្រឹក្សាសន្តិសុខបានធ្វើការអំពាវនាវថាចង់ឲ្យសហគមន៍អន្តរជាតិឆ្លើយតបចំពោះការគំរាមកំហែងដល់ផ្លូវនាវាចរអន្តរជាតិដោយរដ្ឋមន្ត្រីការបរទេសបារ៉ែនបានឆ្លើយថា
ចុងក្រោយបំផុតបារ៉ែនបានដាក់សេចក្តីព្រមព្រៀងសេចក្តីសម្រេចដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងការគ្រប់គ្រងនាវាចរនៅក្នុងច្រកសមុទ្រហូម៉ូសតែចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍ប្រទេសហើយនិងប្រជាជននៅក្នុងពិភពលោកផងដែរជាមួយគ្នានេះដែរមានសេចក្តីព្រមព្រៀងសេចក្តីសម្រេចដំបូងរបស់បារ៉ែនដែលអនុញ្ញាតឲ្យប្រទេសជាច្រើនអាចគ្រប់គ្រងវិធានការដែលចាំបាច់ដែលក្នុងភាសានៃអង្គការសហប្រជាជាតិដែលមានន័យថាការប្រើប្រាស់កម្លាំងយោធាបានបើទោះបីជាយ៉ាងណាក៏ដោយខាងប្រទេសរុស្ស៊ីប្រទេសចិនហើយនិងប្រទេសបារាំងដែលជាសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិនៅក្នុងការវេតូដើម្បីជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំងយោធាវាយលុកបានធ្វើការសេចក្តីព្រៀងសេចក្តីសម្រេចចុងក្រោយដែលត្រូវបានកែសម្រួលដោយកាត់សេចក្តីខ្លឹមសារដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កម្លាំងយោធានៅស្ទើរតែការអនុញ្ញាតឲ្យប្រទេសជាច្រើនអាចប្រើវិធានការការពារហើយនឹងចាំបាច់តែប៉ុណ្ណោះផងដែរសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកយើងនឹងជួបគ្នានៅវីដេអូឃ្លីបក្រោយសូមកុំភ្លេចចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខាននូវព័ត៌មានថ្មីៗ